សូមជម្រាបសួរដល់បងប្អូនទស្សនិកជនទាំងអស់គ្នាជាទីគោរពចាសសូមស្វាគមន៍សារជាថ្មីម្ដងទៀតមកកាន់កម្មវិធីអាហារសុខភាពរបស់យើងនៅថ្ងៃនេះចាហើយតាមរយៈការបង្ហាញរបស់យើងទាំងអស់គ្នាកាលពីថ្ងៃកន្លងមកបងប្អូនទាំងអស់គ្នាគឺបានឃើញហើយអំពីការធ្វើម្ហូបបួសតាមរយៈសាច់ផ្សេងៗដែលមិនមែនជាសាច់សត្វដូចជាតៅហ៊ូឬក៏បន្លែផ្សេងៗដែលយើងយកមកជំនួសសាច់សត្វអញ្ចឹងប្រហែលជាបងប្អូនឆ្ងល់ថាតើម្ហូបបួសមានតែតៅហ៊ូទេដែលសម្រាប់ជំនួសឲ្យសាច់នោះតែតាមពិតទៅយើងក៏មានសាច់ផ្សេងដែលប្រើប្រាស់ជំនួសសាច់សត្វបានផងដែរដែលយើងឲ្យឈ្មោះថាសាច់ស្អាតចាសាច់ស្អាតនេះគឺយើងធ្វើមកពីម្សៅមីអញ្ចឹងប្រហែលជាអស់លោកអ្នកបងប្អូនចង់ដឹងពីវិធីធ្វើថាតើសាច់ស្អាតនេះនឹងធ្វើយ៉ាងណាហើយតើវាមានរសជាតិយ៉ាងណានោះសូមតាមដានទាំងអស់គ្នាដូច្នេះគ្រឿងផ្សំដែលយើងត្រូវមាននោះគឺមានដូចជាម្សៅមីទឹក1កូនចានម្រេចខ្ទឹមក្រហមឬក៏បងប្អូនអាចជ្រើសរើសខ្ទឹមបារាំងជំនួសក៏បានអំបិលស្លឹកក្រូចហើយនិងខ្ទឹមសចាជាមុនដំបូងនោះគឺយើងត្រូវលាយម្សៅមីរបស់យើងដាក់នៅក្នុងចានមួយម្សៅមីនេះខ្ញុំយកទៅពាក់កណ្ដាលទេមួយចាននេះគឺម្សៅមីកន្លះគីឡូខ្ញុំគិតថាពាក់កណ្ដាលគឺ2ខាំកន្លះបន្ទាប់មកយើងដាក់ជាមួយនឹងទឹក1កូនចាននេះខ្ញុំមិនដាក់ទាំងអស់ទេគឺខ្ញុំដាក់ពាក់កណ្ដាលបើសិនជាវារៀងរាវបន្តិចបងប្អូនអាចដាក់ថែមម្សៅឬក៏មិនសូវគ្រប់ទឹកវាអត់សូវគ្រប់យើងថែមទឹកវាបន្តិចទៀតគឺយើងច្បាច់វាក្នុងការធ្វើសាច់ស្អាតនេះគឺយើងត្រូវការចំណាយពេលយូរបន្តិចបន្ទាប់ពីយើងច្របាច់ម្សៅនេះរួចហើយយើងនឹងត្រូវត្រាំវារយៈពេល3ទៅ4ម៉ោងចាស់ឃើញថាម្សៅរបស់យើងគឺបានរួចរាល់ហើយប៉ុន្តែខ្ញុំនឹងដាក់វាចូលទៅក្នុងចានមួយបន្ទាប់មកយើងនឹងដាក់ត្រាំទឹកម្សៅរបស់យើងគឺយើងដាក់វាឲ្យលិចម្សៅតែម្ដងយើងត្រាំម្សៅនេះដូចជាខ្ញុំបាននិយាយពីមុនមកអញ្ចឹងគឺរយៈពេល3ទៅ4ម៉ោងចានេះគឺជាម្សៅមីដែលយើងនឹងត្រូវធ្វើបន្តទៀតដែលយើងបានត្រាំវាអស់រយៈពេល3ឬក៏4ម៉ោងរួចមកហើយប៉ុន្តែខ្ញុំគ្រាន់តែយកមួយចំណែកក្នុងចំណែកដែលធំមិញហ្នឹងយកមកបង្ហាញអស់លោកអ្នកបងប្អូនតែមុននឹងយើងចាប់ដើមបន្តទៀតគឺខ្ញុំសូមដាំទឹកជាមុនសិនចាហើយបន្តមកទៀតខ្ញុំនឹងបង្ហាញអស់លោកអ្នកឲ្យឃើញអំពីវិធីលាងម្សៅអញ្ចឹងគឺយើងលាងម្សៅនេះគឺយើងលាងឲ្យវាអស់ជាតិម្សៅដូចថាគឺវាមាននៅពេលដែលយើងលាងអស់ជាតិសរបស់វាហើយវានឹងកើតទៅជាដុំសាច់ដែលដូចជាសាច់ពិតប្រាកដអញ្ចឹងគឺយើងគ្រាន់តែច្របាច់លាងវាធម្មតាហើយយើងអាចផ្លាស់ប្ដូរទឹកឲ្យបានច្រើនពីព្រោះថាដើម្បីឲ្យម្សៅហ្នឹងវាម្សៅដែលវាអត់រលាយចូលជាមួយនឹងសាច់វាហ្នឹងគឺវាជ្រះចេញពីក្នុងសាច់ម្សៅហ្នឹងមកយើងអាចច្របាច់វាលាងវារហូតដល់វាចេញយើងអាចផ្លាស់ប្ដូរទឹករបស់វាបាន
ចានេះគឺជាសាច់ស្អាតដែលទឹកចុងក្រោយដែលនាងខ្ញុំបានលាងនោះគឺឃើញថាសាច់របស់វាគឺដូចជាស្វិតជាប់គ្នាគឺអត់ដូចជាសាច់លើកមុនស្វិតដែរប៉ុន្តែរបៀបជាម្សៅតែលើកនេះគឺដូចជាលក្ខណៈថាសាច់តែម្ដងហើយចំណែកឯទឹករបស់យើងវិញនោះគឺថ្លាចាគឺមានន័យថាវារួចរាល់ហើយអញ្ចឹងយើងអាចចាប់ផ្ដើមដាក់ស្ងោរវាទៅក្នុងឆ្នាំងបានពីដំបូងយើងឃើញថាដុំម្សៅហ្នឹងគឺវារាងធំប៉ុន្តែដល់ពេលដែលយើងលាងទៅគឺវាជ្រះជាតិម្សៅអស់ខ្លះចឹងវាបានដុំទូចចាបន្តមកទៀតបន្ទាប់ពីយើងបានដាក់ម្សៅចូលហើយគឺយើងអាចដាក់អំបិលចូលបន្តិចបន្ថែមគ្រឿងវាឲ្យវាមានរសជាតិកាន់តែឈ្ងុយឆ្ងាញ់ខ្ទឹមក្រហមរបស់យើងខ្ទឹមសដាក់ម្រេចម៉ដ្ឋចូលបន្តិចបន្ទាប់មកចុងក្រោយនេះគឺជាស្លឹកក្រូចចាយើងអាចរងចាំវាឲ្យវាឆ្អិនសាច់ល្អឈ្ងុយមែនតើខ្ញុំគិតថាវាឆ្អិនហើយគឺយើងបានស្ងោរវាអស់រយៈពេល15នាទីហើយអញ្ចឹងយើងអាចដួសវាដាក់ចានបានចារួចរាល់ហើយសាច់ស្អាតដែលយើងបានធ្វើអំបញ្ញមិញនេះគឺឃើញថាវាមានភាពងាយស្រួលក្នុងការធ្វើដូច្នេះអត្ថប្រយោជន៍ដែលយើងអាចធ្វើបានសាច់ស្អាតនេះគឺយើងអាចយកទៅប្រើប្រាស់ក្នុងសម្លជាច្រើនដូចជាស្លឬក៏ឆាចៀនអីតាមចិត្តរបស់បងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងបានយល់អំពីអ្វីដែលនាងខ្ញុំបានបង្ហាញជូនអំបញ្ញមិញនេះហើយនឹងយកអ្វីដែលលោកអ្នកបានឃើញនៅថ្ងៃនេះយកទៅអនុវត្តនៅតាមផ្ទះរៀងខ្លួនផងដែរចាសសូមនៅពេលនេះកម្មវិធីរបស់យើងខ្ញុំទាំងអស់គ្នាបានមកដល់ទីបញ្ចប់នាងខ្ញុំនិងក្រុមការងារសូមអរគុណសូមជម្រាបលាសូមព្រះប្រទានពរ